អូខេសួស្តីអ្នកនរគ្នាសម្រាប់វីដេអូមួយនេះខ្ញុំនឹងនិយាយអំពីការវិភាគទីផ្សាររបស់ហាងឆេង BTC អញ្ចឹងនៅក្នុងតារាងដែលខ្ញុំបង្ហាញនៅក្នុង screen នេះគឺជា time frame monthly អញ្ចឹងមួយបកគោលគឺស្មើនឹងមួយបកគោលគឺស្មើនឹងមួយខែណាអញ្ចឹងសម្រាប់ខែមុនគឺវាបានផ្ដាច់ all time high ក្នុងតម្លៃមួយនេះ124K សម្រាប់ 124K ហ្នឹងគឺជាតម្លៃដែលខ្ពស់ជាងគេសម្រាប់ BTC កាលពេលនោះអញ្ចឹងឥឡូវហ្នឹងវាបានបង្កើតឲ្យមាន extreme អញ្ចឹងនៅក្នុង BBMA នៅពេលដែលទីផ្សារវាធ្លាយជាមួយនឹង top BB នឹងឃើញខ្សែនេះណានៅពេលដែលវាធ្លាយជាមួយ top BB គឺវាធ្វើឲ្យកើតមានបកគោ reverse មួយអញ្ចឹងនៅពេលដែលវាកំពុងតឡើងខៀវអញ្ចឹងនៅពេលដែលវាចេញបកគោ reverse អានេះគេហៅថាបកគោ reverse នៅពេលដែលបកគោ reverse នឹងចេញមួយខែបន្ទាប់ដែលជាខែដែលយើងកំពុងស្ថិតនៅក្នុងហ្នឹងគឺវាបាន retest ជាមួយនឹង market zone អញ្ចឹងអាទីនេះគេហៅវាថាកន្លែងហ្នឹងគេហៅវាថា market zone នៃ market zone នៃបកគោលពីរនេះជាកទៀនដែលវាស្មើគ្នាហ្នឹងអញ្ចឹងបានន័យថាអាការដែលវាឡើងទៅគឺឡើងទៅចាក់ជាមួយ market zone ហ្នឹងទៅបានវាសដកចុះមកវិញហើយគោលដៅដែលវាត្រូវធ្លាក់មកបន្ទាប់គឺនៅក្នុង re-entry buy របស់ time frame monthly នឹងដែរនៅក្នុងតម្លៃ 104K បានន័យថាជាង104,000នៅក្នុងតម្លៃ 104K នៅក្នុង re-entry buy មួយនេះណាអញ្ចឹងនៅក្នុងហ្នឹងយើងអាចដាក់ alert បានសម្រាប់កន្លែងហ្នឹងខ្ញុំបានដាក់ alert នៅត្រង់នេះចាំតិចដាក់ alert នេះអញ្ចឹងកន្លែងហ្នឹងយើងបានដាក់ alert ជាមួយនឹង re-entry buy នៃ time frame daily ហ្នឹង monthly ហ្នឹងនៅក្នុងតម្លៃហ្នឹងតាណាបដៃ monthly ខ្ញុំនេះ time frame monthly នៅក្នុងតម្លៃមួយនេះណានៅក្នុងតម្លៃមួយនេះដែលយើងបានដាក់តម្លៃចាំទិញមិនតម្លៃចាំទិញទៅដល់នោះទិញភ្លាមទេគឺកន្លែងយើងចាំ confirm ទិញណាជាកន្លែងដែលយើងចាំ confirm ទិញអញ្ចឹងកន្លែងហ្នឹងយើង save ទុកមួយទៅបន្ទាប់មកទៀតយើងទៅមើលនៅក្នុង time frame បន្ទាប់វិញម្ដងអញ្ចឹងអានេះតម្លៃ all time high 124K retest market zone នៅតម្លៃ 115K ហើយទិសដៅដែលវាអាចនឹងធ្លាក់មកគឺ 104K អញ្ចឹងយើងត្រឡប់ទៅមើល time frame weekly វិញសម្រាប់ time frame weekly វាបានចេញ MHV ហើយចាំតិចខ្ញុំបិទសិនអូខេសម្រាប់ time frame weekly វាបានចេញextreme TPW MHV បន្ទាប់មកទៀតវាកំពុងតែត្រូវបំបែកនេះបើសិនជាបិទនៅត្រង់នេះនៅអាទិត្យហ្នឹងបិទនៅអញ្ចឹងបែក CSAK ហើយសម្រាប់ការបែក CSAK នៅក្នុង time frame weekly វានឹងទាញតម្លៃហ្នឹងដើម្បីធ្លាក់ចុះបន្តមករកតំបន់មួយនេះដែលខ្ញុំដាក់ថា 104K ហ្នឹង 104K ហ្នឹងគឺនៅម្ដុំនេះហ្នឹងហើយ 104K គឺនៅម្ដុំ extreme ហ្នឹងហើយនៅម្ដុំហ្នឹងណាអញ្ចឹងសម្រាប់ time frame daily ហ្នឹងweekly ហ្នឹងគឺយើង confirm ថាវានឹងធ្លាក់ហើយអញ្ចឹងយើងទៅមើលនៅក្នុង time frame daily វិញម្ដងឥឡូវ daily មានអីខ្លះអូខេសម្រាប់ time frame daily បែក CSAK ហើយចេញ extreme TPW MHV បន្ទាប់មកទៀតវាបែកជាមួយនឹង CSAK អញ្ចឹងកន្លែងនេះគឺជា re-entry sell របស់វាអញ្ចឹង re-entry sell របស់ time frame daily គឺនៅក្នុងតម្លៃ110នេះ110នេះឯងនេះនៅក្នុងតម្លៃ110អញ្ចឹងសម្រាប់តម្លៃមួយនេះគឺយើងអាចដាក់ alert ព្រោះអីយើងយក time frame daily នេះជា time frame ទី1អញ្ចឹងបើសិនជាយើងយក time frame daily ជា time frame ទី1 time frame ទី2វាคล้ายទៅជា4ម៉ោងសម្រាប់ time frame ទី2คล้ายទៅជា4ម៉ោងគឺវានឹងត្រឡប់ទៅរកតម្លៃនេះដែលនៅតំបន់ top នេះ top BB ដែលមាន MA5 អញ្ចឹងយើងនៅexpect ថាមានបកគោលចំនួន3ចាក់នៅត្រង់ហ្នឹងអញ្ចឹងអាការដែលវាមានបកគោលចំនួន3ហ្នឹងខ្ញុំលើកឧទាហរណ៍ឲ្យមើលបើសិនជាវាឡើងទៅដល់ហ្នឹងវាត្រូវមានរូបរាងមិនដើម្បីធ្លាក់ចុះមកអញ្ចឹងកន្លែងនេះរូបរាងដែលវាត្រូវរូបរាងដែលវាត្រូវធ្លាក់ចុះមកគឺបែបនេះវាចាក់ជាមួយនឹង MA5 top BB កើតឲ្យមាន3បកគោ break reverse retest បន្ទាប់មកបំបែក CSAK បន្តទៀតធ្លាក់ចុះមកអញ្ចឹងអាហ្នឹងគឺជា concept នៅក្នុងការលក់របស់BBMA ក្នុងហ្នឹង BBMA គឺគេប្រើកូដ REM re-entry buy time frame daily extreme 4ម៉ោង
ហើយយើងបន្តជាមួយនឹង re-entry របស់ time frame 1 ម៉ោង confirm វាយតម្លាក់ចុះមកអញ្ចឹងមកអញ្ចឹងនេះគឺ extreme 4 ម៉ោង extreme 4 ម៉ោងវាយតម្លាក់ចុះមក extreme 4 ម៉ោងវាយតម្លាក់ចុះមកអញ្ចឹងនេះជា time frame ទី2បើសិនយើងតម្លាក់ទៅដល់ time frame ទី3យើងនឹងទទួលបាន full cycle របស់ BBMA គឺយើង follow re-entry របស់ time frame 1 ម៉ោងណារបស់ time frame 1 ម៉ោងអូខេអញ្ចឹងបើសិនជាលើកឧទាហរណ៍មើលទៅខ្ញុំនឹងបើកកន្លែងហ្នឹងឲ្យមើលនៅក្នុង time frame daily វាអញ្ចឹងមែនអត់ឃើញអត់អានេះជាទីផ្សារដែលដើរហើយណាហ្នឹងហើយពេលដែលវាចាក់ចូលនៅក្នុងហ្នឹងចាក់ចូលក្នុង re-entry cell របស់ time frame daily ហ្នឹងយើងនឹងទទួលបាន extreme reverse retest នៅលើខ្សែ MA5 ហើយនៅលើខ្សែ top EB អញ្ចឹងអានេះគឺជារូបមន្តគេហៅគឺជារូបភាពរូបមន្តបកគោល time frame ណាក៏អញ្ចឹង pair ណាក៏អញ្ចឹងអត់មានអីខុសគ្នាទេហើយនេះខ្ញុំបង្ហាញឲ្យយើងឃើញនៅក្នុងរូបភាពរបស់រូបមន្តនៅក្នុងមេរៀនណានៅក្នុងមេរៀនមើលឃើញដូចគ្នាបែបបិទអត់អញ្ចឹងបានន័យថា pair ណាក៏ដោយអានេះមាសហេណាអានេះមាសទេក៏ប៉ុន្តែ BTC ក៏ដូចនឹងដែរនៅពេលដែលវាចេញកូដ REM ណានៅពេលវាចេញកូដ REM នេះខ្ញុំគ្រាន់តែបង្ហាញតិចទេអញ្ចឹងនៅពេលដែលវាត្រូវយើងត្រូវការនៅក្នុង line market យើងក៏ត្រូវការបែបហ្នឹងដែរយើងត្រូវការឲ្យមានបកគោលហ្នឹងចាក់ចេញក្រៅកន្លែងតំបន់ហ្នឹងដូចគ្នាអញ្ចឹងគោលការកន្លែងហ្នឹងយើងបានដាក់ alert នៅកន្លែងនេះហើយយើងគ្រាន់តែចាំ3បកគោលមកហើយចាំ confirm វាយតម្លាក់អញ្ចឹងសម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងក្នុងការដាក់ទីតាំងដែលយើងលក់ទិញអាចលក់ពីណាទៅណាទិញពីណាទៅណាខ្ញុំបើកសរុបឲ្យអ្នកទាំងអស់គ្នាមើលហ្មងទៅអូខេអញ្ចឹងយើងសរុបមើលនៅក្នុង time frame ធំ time frame monthly ដោយសារឥឡូវចិត្តបិទបកគោលអញ្ចឹងបានន័យថាយើងវាយធ្លាក់ពី all time high 124k retest market zone នៅ110ហើយវានឹងបន្តធ្លាក់ទីតាំងដែលយើងយក target គឺ104ណា104ហើយការដែលយើងវាយតម្លាក់បន្តហ្នឹងគឺក្នុង alert របស់យើងគឺក្នុង alert នៃ time frame daily ហ្នឹងណា time frame daily ខ្ទង់110ហ្នឹងឯងនេះអញ្ចឹងយើងអាចលក់ពី re-entry star របស់ time frame daily ហើយយើង follow ជាមួយនឹង extreme របស់4ម៉ោងអញ្ចឹងក្នុងរយៈពេលថ្ងៃច័ន្ទហ្នឹងយើងថ្ងៃច័ន្ទឬក្នុងរយៈពេលអាទិត្យក្រោយហ្នឹងគឺយើងត្រូវការចាំមើលពេលដែលវាបុកឡើងទៅដល់ re-entry cell របស់ time frame daily ចេញជា extreme reverse retest នៅ time frame 4ម៉ោងហើយចាំយើងចូល follow time frame 1ម៉ោងវាយតម្លាក់ចុះមកអញ្ចឹងអានេះជា process មួយដែលវាមានគេហៅថាកូដច្បាស់លាស់ time frame ច្បាស់លាស់មិនបាច់ទៅរនឹកថាអូពេលនេះថ្ងៃនេះអញត្រូវថាប្រើ time frame អីគេត្រូវចាំរូបរាងអីគេរូបរាងវាគឺដដែលទេនៅក្នុងមេរៀនមិននៅក្នុងមេរៀនយ៉ាងម៉េចនៅក្នុងទីផ្សារគឺដូចគ្នាហ្នឹងគឺ save រូប copy paste ដូចគ្នាអត់មានខុសគ្នាទេប៉ុណ្ណឹងអញ្ចឹងអានេះជាគ្រាន់តែជាមេរៀនមួយហើយខ្ញុំគ្រាន់តែចង់បង្ហាញ BTC ដើម្បីឲ្យយើងទាំងអស់គ្នាដឹងថាអានេះវាមិនមែនដើរតែមាសទេស្អីក៏ដោយឲ្យតែមានឆាតគឺយើងអាចប្រើទាំងអស់ប្រើបានទាំងអស់ឲ្យតែមានបកគោលមាន candle អញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូហ្នឹងហើយបើសិនជាចង់សិក្សាបន្ថែមពី BBMA អាចតាក់ទងមកខ្ញុំមានក្រុមនៅក្នុងការហ្វឹកហាត់ចូល trade ជាមួយ BBMA ដោយក្នុងថ្នាក់មូលដ្ឋានដែលអត់គិតថ្លៃអញ្ចឹងយើងអាចតាក់ទងមកហើយនៅក្នុងក្រុមហ្នឹងក៏មានការតម្លាក់ signal ជាទីតាំងឧទាហរណ៍ថាដល់ re-entry អញ្ចឹងយើងគួរ follow time frame ណាគួរ time frame ណាគឺ admin តម្លាក់ឲ្យហ្មងថាបងឯនេះត្រូវ follow time frame re-entry cell time frame 4ម៉ោងថ្ងៃត្រូវ follow re-entry cell time frame 1ម៉ោងចាំអីគេចាំបែក mid ហើយចាំយើងលក់ទៅមួយគ្នាអញ្ចឹងអត់មានការបកកាយគ្នាព្រោះអីការតម្លើងឆាតគឺតែមួយទាំងអស់គ្នាអត់មានអ្នកណាតម្លើងចេះអ្នកនោះតម្លើងចុះទេគឺដូចគ្នាទាំងអស់អញ្ចឹងយើងស្រួលនៅក្នុងការហៅគ្នាចូលអរគុណ